ហេបន្តសាច់រឿងរបស់យើងទៀតហើយអ្នកគ្នាអ្នកគ្នាអើយខ្ញុំសុំតែហ្មងសុំឲ្យអ្នកគ្នាចុច like និង subscribe ខ្ញុំផងអាកន្លែងជាវនឹងជាវអ្នកមួយមកយីបើមិនប្រាប់ក៏មិនចុចឲ្យតែម្ដងនេះណាតែនិយាយលេងទេបន្តសាច់រឿងរបស់យើងរឿងទីបំផុតនីតិខេរដូវបានមកដល់ភាគ5 ត្រង់កន្លែងគិតក្នុងចិត្តនេះអត់ដឹងថាតួប្រុសនិយាយក៏តួស្រីនិយាយអ្នកគ្នាដោយបាននិយាយថានៅលើโลกនេះហេតុអ្វីហើយតួប្រុសនិយាយថាគ្មានបញ្ហាទេបើស្អប់វាខ្លាំងនៅពេលនោះតួប្រុសបានបើកមាត់កូនស្រីអេមិនហើយនិយាយថាលោកនេះលោកអ្នកប្រើខ្ញុំដោយតួប្រុសបានខលទៅកាន់កូនចៅរបស់គាត់ក៏និយាយថាប្រាប់ពួកគេឲ្យសម្អាតបន្ទប់ចិនផ្ទាល់ដីរបស់សន្តាគារហើយឲ្យយន្តហោះឯកជនរងចាំខ្ញុំកំពុងចេញទៅឥឡូវនេះនឹងរៀបចំថ្នាំពន្យាកំណើតផងដែរសម្រាប់អូមេហ្គាមានវគ្គកម្ដៅ6 ឆ្នាំមុននៅពេលដំបូងខ្ញុំជួបសាច់ច្បងរបស់ខ្ញុំមានអនុស្សាវរីយ៍ខ្លះដែលយើងមិនអាចបំភ្លេចបានទោះបីជាវាធ្វើឲ្យយើងមិនសប្បាយចិត្តក៏ដោយមានពេលខ្លះខ្ញុំអាចសប្បាយចិត្តតិចតួចដែលនៅតែប៉ះពេញរាងកាយកូនស្រីនិយាយថាសាច់ច្បងឆាប់ឡើងមិនមែនឥឡូវនេះទេតួអង្គអូមេហ្គាក៏គិតក្នុងចិត្តទៀតថាវាខុសពីកាលមុនគ្រប់យ៉ាងទាំងអស់ខ្ញុំមិនសប្បាយចិត្តទេព្រោះខ្ញុំបានជាប់នៅក្នុងអតីតកាលជាមួយនឹងការគិតដែលសេសសល់ឈប់គិតអំពីគ្រប់យ៉ាងវាមិនខុសពីសត្វទេក៏ប៉ុន្តែខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងបានឡើយអត់ទេខាងប្រុសនិយាយថាមានរឿងអ្វីតើនេះវាមិនមែនជាគ្រែទេឬយុនសេវុនងងឹតណាស់ដោយអូមេហ្គាបាននិយាយក្នុងចិត្តពេលនេះខ្ញុំនឹងធ្វើជាខ្លួនរបស់ខ្ញុំហើយខាងប្រុសនិយាយថាចាំបន្តិចទៀតខ្ញុំចាំមើលឲ្យប្រាកដថាលោកនឹងមិនស្ដាយក្រោយឈប់អ្នកគ្នាតិចថាអត់បានចុច like បើបានចុច like នឹងជាវឲ្យខ្ញុំម្នាក់មួយឈប់ធ្វើវីដេអូឲ្យមើលហ្មងនិយាយលេងទេណាអត់មានថាបង្ខំឯអ្នកគ្នាគោះគិតដែរថាខ្ញុំធ្វើក៏ខ្ញុំចំណាយពេលវេលាឬក៏អីអ្នកគ្នាគួរតែចុច like ដើម្បីលើកទឹកចិត្តរបស់ខ្ញុំព្រោះខ្ញុំអត់បានឲ្យអ្នកគ្នាបាញ់ប្រាក់ឲ្យខ្ញុំទេអញ្ចឹងជួយម្នាក់មួយមកណាសុំបងកុំនៅសាំតប៉ាយយូរតសាច់រឿងរបស់យើងទៅព្រោះវគ្គនឹងគឺជាវគ្គតឹងទ្រូងហ្មងអ្នកគ្នានិយាយមែនតើអត់ដឹងថាអេដមីនត្រូវនិយាយប្រហែលដងទៀតទេអ្នកគ្នាតសាច់រឿងទៅអេគាត់បាននិយាយថាតើអាចដោះសម្លៀកបំពាក់ដែលខ្លួនឯងបានទេអូយអ្នកគ្នាបាត់ថ្មីកុំមើលអ្នកគ្នាកុំមើលមិនអាចទេបើមិនចូលចិត្តដោះចេញខ្ញុំចូលចិត្តដោះអាវអើយញាក់ហ្មងណាដោយអូមេហ្គារបស់យើងបានឆ្លើយទៅវិញថាតើនរណាចង់ធ្វើតាមចំណង់ចំណូលចិត្តរបស់លោកនោះទូប្រុសក៏តបទៅតាមបំណងថាមិនចាំបាច់ទុកវាទៅគាត់បន្តទាំងដៃកំពុងតែចាប់អីអ្នកគ្នាចាប់អីអ្វីក៏ដោយវាមិនអាចខ្លាចជាឧបករណ៍ដែរព្រោះខ្ញុំចូលចិត្តធ្វើអ្វីមួយដែលភ្លាមអូមេហ្គាក៏និយាយក្នុងចិត្តថាតើលោកនឹងធ្វើវាលឿនដោយមិនប្រើអារម្មណ៍ទេពីមុនមកប្រុសម្នាក់នេះមែនហើយខ្ញុំចូលចិត្តវាជាងឆាប់ឡើងឆាប់ធ្វើវាភ្លាមទៅអូយមិនចឹងពីមុនស្អប់គេណាកូនស្រីយូតទៅអ្នកគ្នាច្របូកច្របល់គាត់បានបន្តដោយនិយាយថាមុនដំបូងនេះអូមេហ្គាក៏គិតក្នុងចិត្តនេះជាថ្នាំពន្យាកំណត់របស់អូមេហ្គាខ្ញុំជឿថាលោកមិនមែនបានប្រើវាលើកដំបូងទេគេមិនដើរប្រើវាពាសកាលដូចឯងទេខ្ញុំមិនដែលប្រើរបស់នេះទេតួប្រុសនិយាយទាំងអស់សំណើចខាងក្រោមរបស់លោកអាចនឹងបង្កបញ្ហា
គ្នាមិនចេះទៅសំឡេងចឹងទេអ្នកគ្នាអានខ្លួនឯងទៅអ្នកគ្នាហ្នឹងហើយរឿងរបស់យើងក៏បញ្ចប់តែត្រឹមហ្នឹងដែរអញ្ចឹងអ្នកគ្នាបាយបាយជម្រាបគ្នា2ថ្ងៃក្រោយចាំខ្ញុំទៅលាក់រឿងឲ្យអ្នកគ្នាមើលទៀតបាយបាយ